សង្គមបច្ចុប្បន្ននេះអ្វីគ្រប់យ៉ាងហាក់ដូចជាប្រញាប់ប្រញាល់ទាំងអស់ជោគជ័យត្រូវតែប្រញាប់លុយត្រូវការប្រញាប់ការរីកចម្រើនត្រូវការប្រញាប់ក៏ប៉ុន្តែការលូតលាស់ពិតប្រាកដមិនអាចធ្វើដោយប្រញាប់ប្រញាល់បានទេការលូតលាស់ពិតប្រាកដតែងតែត្រូវការពេលវេលានិងការអត់ធ្មត់សពថ្ងៃនេះបើយើងធ្វើដំណើរយឺតអ្នកខ្លះនឹងយល់ថាយើងខ្សោយបើយើងចំណាយពេលវេលាច្រើនគេអាចនឹងគិតថាយើងដើរតាមក្រោយគេក៏ប៉ុន្តែការដើរប្រញាប់លឿននិងការដើរឆ្ពោះទៅមុខចំគោលដៅមិនមែនជារឿងដូចគ្នានោះទេអ្នកខ្លះប្រញាប់ព្រោះតែពួកគេភ័យអ្នកខ្លះស្ងប់ស្ងាត់ព្រោះគេកំពុងកសាងមូលដ្ឋានគ្រឹះរបស់ពួកគេឲ្យបានរឹងមាំមនុស្សជាច្រើនតែងយល់ច្រឡំថាភាពអត់ធ្មត់គឺជាការខ្ជិលច្រអូសប៉ុន្តែភាពអត់ធ្មត់មិនមែនជាការមិនធ្វើអ្វីសោះនោះទេភាពអត់ធ្មត់គឺជាការធ្វើការងារដោយគ្មានការភិតភ័យស្លន់ស្លោវាជាការបន្តធ្វើដោយមិនអនុញ្ញាតឲ្យមានសម្លេងរំខានវាគឺជាការបន្តអភិវឌ្ឍដោយមិនចាំបាច់ស្រែកបង្គាប់បង្កាស់ឲ្យអ្នកដទៃបានដឹងដើមឈើមិនមែនដុះលូតលាស់ដោយសារតែវាស្រែកប្រាប់អ្នកដទៃឡើយវាដុះលូតលាស់ល្អដោយសារឫសដ៏រឹងមាំរបស់ពួកវាឫសរឹងមាំទាំងនោះត្រូវការពេលវេលាដើម្បីដុះដាលការចាក់ឫសឲ្យបានជ្រៅរឹងមាំនោះមើលមិនឃើញនឹងភ្នែកទេហើយវាត្រូវការពេលវេលាដូចគ្នានោះដែរអ្នកខ្លាំងបំផុតជារឿយគឺជាមនុស្សដែលស្ងៀមស្ងាត់បំផុតនៅពេលដែលពួកគេកំពុងរៀបចំអភិវឌ្ឍខ្លួនរបស់ពួកគេនរណាក៏អាចប្រតិកម្មបានលឿនរហ័សដែរប៉ុន្តែមិនមែននរណាក៏អាចអត់ធ្មត់បានយូរអង្វែងដែរភាពអត់ធ្មត់គឺជាកម្លាំងដែលបានត្រូវគ្រប់គ្រងច្បាស់លាស់វាគឺជាសមត្ថភាពពិសេសក្នុងការដែលអាចដើរទៅមុខចំគោលដៅបានល្អដោយមិនបាត់លំនឹងប្រហែលជាអ្នកមិនយឺតនោះទេប្រហែលជាអ្នកកំពុងតែកសាងអ្វីមួយដែលរឹងមាំប្រហែលជាអ្នកមិននៅក្រោយអ្នកដទៃទេប្រហែលជាអ្នកកំពុងតែលូតលាស់ក្នុងរបៀបមួយដែលមានភាពថិតថេរយូរអង្វែងភាពអត់ធ្មត់មិនមែនជាភាពទន់ខ្សោយឡើយវាជាកម្លាំងដែលមានការគ្រប់គ្រងយ៉ាងច្បាស់លាស់ហើយនោះហើយគឺជាការលើកកម្ពស់ផ្នត់គំនិតព្រលឹងស្មារតីរបស់យើង